สรุปជំរាបសួរបងប្អូនប្រិយមិត្តដែលតែងតែតាមដានเพจព័ត៌មាន SMN Home News ទីមេត្រីថ្ងៃនេះដែរខ្ញុំបានផ្សាយវិញ្ញាណនាំអារម្មណ៍បងប្អូនប្រិយមិត្តឲ្យមកស្គាល់ផ្លែឈើម្យ៉ាងដែលបងប្អូនខ្លះក៏លោកមិនទាន់បានស្គាល់ហើយខ្លះទៀតក៏លោកបានស្គាល់ទៅហើយចង់ដឹងថាផ្លែឈើនេះឈ្មោះអ្វីហើយដាំដុះទីណាហើយផ្លែរបស់វាមានអត្ថប្រយោជន៍អ្វីខ្លះសូមជួបកិច្ចសម្ភាសខ្ញុំជាមួយនឹងម្ចាស់ចំការដោយតទៅមកសួរពូអរគុណអនស្ដាប់ពូឈ្មោះអីដែរខ្ញុំកែខាយតាំងចំការនៅឃុំក្រញូងសែនជ័យស្រុកភ្នំខេត្តកញ្ចេះទៅហៅតំបន់ការ3ចំណុចក្បែរផ្សារខ្ញុំឃើញផ្លែនេះល្អណាស់ខ្ញុំមិនដែលបានស្គាល់ទេហើយខ្ញុំឃើញលើកទី1ហើយតើផ្លែនេះឈ្មោះអ្វីដែរផ្លែនេះយើងនឹងហៅថាផ្លែទឹកដោះតៃវ៉ាន់ប៉ុន្តែឈ្មោះអំបូរពិតប្រាកដមិនមែនផ្លែទឹកដោះតៃវ៉ាន់ទេគេហៅថាផ្លែមាសអញ្ចឹងដោយសារយើងនាំពូជពីតៃវ៉ាន់មកហើយយើងក៏និយាយថាទឹកដោះតៃវ៉ាន់ទៅនឹងឲ្យខេត្តក្នុង Google ក៏គេហៅថាផ្លែមាសដែរបាទគឺដាំផ្លែនេះបានប្រហែលឆ្នាំហើយប្រមូលផលបានយូរប្រមូលបានទាំងយូរដែរហើយឆ្នាំទី7ហើយឆ្នាំហ្នឹងរយៈពេលដែលយើងបានផលដាំប្រហែលឆ្នាំទៅការដាំបានផលគឺ3ឆ្នាំឆ្នាំផ្លែនេះមានអត្ថប្រយោជន៍អីខ្លះទៅអាហ្នឹងបើអត្ថប្រយោជន៍តាមយើងសិក្សាមើលវាមានអត្ថប្រយោជន៍5វាមានកាឡូរីប៉ូតាស្យូមម៉ាញ៉េស្យូមកាល់ស្យូមវីតាមីន C ខ្ពស់ៗណាស់តែយល់ថានិយាយទៅវាខុសអញ្ចឹងចាំបងប្អូនតាមដាននៅក្នុងបុកខ្ញុំមានប្រហោះការរៀបរាប់របស់តាម Google ឆែក Google ក៏ឃើញដែរផ្លែឈើនេះហើយជាមានប្រយោជន៍មែនដោយសារពណ៌សម្បល់វាទៅមើលទៅស្អាតហើយឃើញស្រឡាញ់មកហើយធំល្អណាស់ហើយបងប្អូនដែលត្រូវការចង់បានផ្លែឈើហូបផ្លែនៅរដូវនេះគឺសម្បូរផ្លែហ្នឹងបងប្អូនអាចចាក់តងលេខទូរស័ព្ទរបស់ពូបានចាំខ្ញុំដាក់នៅក្នុងវីដេអូនេះបងប្អូនគ្រប់គ្រងរបស់ខ្មែរទៅមិនខុសកំឡងទេអានេះមានអ្នកដាំអត់មានប្រើជាតិគីមីទេខ្ញុំទៅមើលមិញឃើញថាប្រើថង់ចងដើម្បីកុំឲ្យស្រោបតិចស្រោបនេះគេយកថង់មកដូចថាតែវានៅតូចអញ្ចឹងគេច្រកវាចងឲ្យចិត្តទៅសัตว์តិចអត់បានទេហើយយើងដាក់អាឆ្នាំចាប់សัตว์មកទុំជាប់កាត់បើថយការវាអត់ឃើញប៉ុងមិញហ្នឹងព្រោះហ្នឹងហើយប៉ុងហ្នឹងអូណាអានេះសុខភាពយើងប៉ុងហ្នឹងនៅចំការហ្នឹងជាង100កំប៉ុងនេះគេតែដាំទៀតបែបធម្មជាតិហ្នឹងហើយធ្វើបែបធម្មជាតិយើងក៏មិនធ្វើដូចប្រទេសគេទេប្រទេសគេបាញ់ថ្នាំគេអីអូតែល្អសម្រាប់សុខភាពបងប្អូនយើងហូបទៅមិនខ្លាចមានបញ្ហាដល់សុខភាពគាត់បាទវាជំនួយដល់សុខភាពទៀតនិយាយរឿងបើម្ចាស់ហ្នឹងមួយថ្ងៃមិនទៅជាង2គីឡូទេហូបរាល់ថ្ងៃហើយល្ងាចហូបផ្លែឈើហ្នឹងជួនកាលអត់ហូបបាយល្ងាចហើយឃើញជាការមិញมันមានតែផ្លែនេះទេមានក្រូចទៀតក្រូចច្រើនណាក្រូចតែហ្នឹងគេហៅក្រូចតែជ្រក់អានេះទីផ្សារឥឡូវកំពុងតែគូសំហើយពូមានច្រើននេះផ្លែនេះដើមនេះខ្ញុំដាំគិតទៅវាឆ្នាំទី7ស្មើនឹងផ្លែទឹកដោះតៃវ៉ាន់ហ្នឹងដែរខ្ញុំដាំវា2000ដើមប៉ុន្តែវាអាចងាប់ឲ្យខ្លះអីចឹងទៅវាអាចថាអស់ជិត100ដើមអញ្ចឹងនៅសល់ប្រហែល1900ដើមជាងអាចបេះដល់ផលច្រើនអាចបេះមួយថ្ងៃ400-500គីឡូអីបាទគ្រប់គុំទីផ្សារបាននៅយើងស្រុកហ្នឹងតែយើងធ្វើទីផ្សារតាស្រុកយើងទៅហ្នឹងហើយមាន115ខ្លះចឹងទៅតាស្នួលខ្លះហើយឥឡូវហ្នឹងកាត់អត់ទាន់ម៉ួយកំងដែរទេដោយសារយើងរវល់ផ្លែទឹកដោះផ្លែនេះគឺថាបងប្អូនយើងមិនសូវស្គាល់ទេប៉ុន្តែឥឡូវចាប់ដើមស្គាល់ហើយដោយសារតាមsocial media គេបង្ហោះច្រើនហើយឥឡូវយើងមាននៅទីនេះតំបន់ការ3ភូមិជំនឿសែនជ័យស្រុកស្នួខេត្តកញ្ចេះបាទមានដាំបានហើយអញ្ចឹងបងប្អូនដែលចង់ហូបចង់ពិសាផ្លែឈើធម្មជាតិដាំដោយមិនប្រើជាតិគីមីអាចទំនាក់ទំនងមកពូបានខ្ញុំនឹងដាក់លេខទូរស័ព្ទនៅក្នុង caption ខាងលើហើយសូមបញ្ជាក់ចេះមួយបងប្អូនដែលចង់ធម្មជាតិពិតតាក់ទងមកខ្ញុំផ្ទាល់មានអ្នកខ្លះមកសុំខ្ញុំថតទេណាបងប្អូនមកសុំខ្ញុំថត live អីចឹងប៉ុន្តែអត់ឃើញតែខ្ញុំទេមានហើយគេមានរបស់នឹងលក់រហូតគេប្រាប់ថាយកពីតំបន់ការ3តាមពិតគេបោកទេបាទមាន
ចឹងបងប្អូនបើចង់ថាធម្មជាតិពិត 100% តាក់ទងតាមលេខខ្ញុំហើយខ្ញុំអាចផ្ញើបានទូទាំង25ខេត្តក្រុងអត់ពិបាកទេបងប្អូនឥឡូវវិធីកម្មវិធីអនឡាញវាស្រួលចុងក្រោយសូមអរគុណប្រិយមិត្តដែលតែងតែតាមដានទស្សនាលើ page SMN Hot News សូមជូនពរប្រិយមិត្តឲ្យមានសុខភាពល្អមានកម្លាំងកាយមាំមួនខ្ញុំបាទសាយមនីសូមជម្រាបលាហាងវិនតា Snool Optic មានលក់ដងនិងកញ្ចក់វិនតាគ្រប់ប្រភេទក្នុងតម្លៃសមរម្យវាស់ភ្នែកជាមួយចក្ខុមាតិការីដែលមានជំនាញច្បាស់លាស់ដោយម៉ាស៊ីនទំនើបដែលឥតគិតថ្លៃកាត់កញ្ចក់វិនតាដោយម៉ាស៊ីនស្វ័យប្រវត្តិរហ័សទាន់ចិត្តហាងវិនតា Snool Optic មានទីតាំងស្ថិតនៅភូមិសាស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះហាងវិនតា Snool Optic ធានាគុណភាពនិងតម្លៃ